ការគោរពគឺជាការបង្ហាញអាកប្បកិរិយាល្អៗចំពោះអ្នកដទៃដោយយើងទទួលស្គាល់តម្លៃសិទ្ធិនិងអារម្មណ៍របស់ពួកគេវាមិនមែនគ្រាន់តែជាការសំពះឬការប្រើពាក្យសមរម្យទើបហៅថាការគោរពនោះទេចំណុចមួយចំនួនដែលអ្នកអាចស្វែងយល់បន្ថែមបានដើម្បីយល់ច្បាស់អំពីពាក្យថាគោរព 1. ការគោរពខ្លួនឯងគឺជាគ្រឹះដ៏រឹងមាំបំផុតនៃក្រមសីលធម៌ព្រោះបើបុគ្គលម្នាក់ៗមិនចេះស្រឡាញ់និងឲ្យតម្លៃខ្លួនឯងទេគេក៏មិនអាចផ្ដល់ការគោរពដ៏ពិតប្រាកដទៅឲ្យអ្នកបានដែរការដឹងពីតម្លៃខ្លួនឯងនឹងមិនអាចធ្វើទង្វើណាមួយដែលនាំឲ្យបាត់បង់កិត្តិយសនោះទេការគោរពខ្លួនឯងមានដូចជាការស្គាល់តម្លៃពិតរបស់ខ្លួនឯងការរក្សាសច្ចៈនិងពាក្យសន្យាការកំណត់ព្រំដែននៃជីវិតនិងការអភិវឌ្ឍសមត្ថភាពជាប្រចាំ 2. ការគោរពអ្នកដទៃគឺជាស្ពានចម្លងដែលធ្វើឲ្យមនុស្សរស់នៅជាមួយគ្នាដោយសុភមង្គលនិងសេចក្តីថ្លៃថ្នូរការផ្ដល់តម្លៃដល់មតិយោបល់សិទ្ធិសេរីភាពនិងបុគ្គលិកលក្ខណៈរបស់អ្នកដទៃទោះបីគេមានឋានៈទាបជាងឬខុសប្លែកពីយើងក៏ដោយ 3. ការគោរពច្បាប់និងវិន័យគឺជាការរស់នៅតាមក្របខ័ណ្ឌដែលសង្គមបានកំណត់ជាសសរស្តម្ភដែលធ្វើឲ្យសង្គមមានរបៀបរៀបរយនិងសុវត្ថិភាពក្នុងន័យអប់រំបុគ្គលដែលមានវិន័យគឺជាបុគ្គលដែលមានម្ចាស់ការលើខ្លួនឯងខ្ពស់បំផុតសរុបមកការគោរពមិនមែនគ្រាន់តែជាការបង្ហាញកាយវិការសំពះឬការប្រើសម្ដីផ្អែមល្ហែមខាងក្រៅប៉ុណ្ណោះទេប៉ុន្តែវាគឺជាតម្លៃនៃមនសិការដែលឆ្លុះបញ្ចាំងអំពីកម្ពស់នៃចិត្តគំនិតរបស់មនុស្សម្នាក់ៗ